រាសីមនុស្សដែលកើតចំឆ្នាំកនៅក្នុងខែ11ខែវិច្ឆិកានេះមើលឃើញថាមានសកម្មភាពមមាញឹកខ្លាំងណាស់អំពីការងារការរកស៊ីនិងមានសំណាងល្អចូលមកដល់ក្នុងខែ11នឹងតែម្ដងអញ្ចឹងបងប្អូនដែលកើតចំឆ្នាំកត្រូវតែរៀបចំហុងស៊ុយខ្លួនឯងបែបម៉េចឲ្យផ្ទុះលាភផ្ទុះជ័យហើយទទួលយកសំណាងល្អនឹងនៅក្នុងខែ11ព្រោះជើងលេខយើងចូលមកដល់ខែ11ឃើញថាបើកហើយអញ្ចឹងរឿងស៊ុយរឿងដែលយើងជួបប្រទះពីមុនអាចនឹងសាបរលាបទៅបន្តិចម្ដងក៏ប៉ុន្តែយើងក៏ត្រូវតែអត់ធ្មត់ផ្លូវចិត្តអំពីសកម្មភាពមមាញឹកឬក៏រវល់ច្រើនហ្នឹងពួកអីអាការដែលរវល់និងមមាញឹកគឺហុចផលល្អមកកាន់ជីវិតយើងអញ្ចឹងបងប្អូនចង់ដឹងដែរទេថាមនុស្សដែលកើតចំឆ្នាំកុរនៅក្នុងខែ11ខែវិច្ឆិកានេះជួបនៅបញ្ហាអីខ្លះហើយសំណាងល្អអីខ្លះនៅក្នុងខែ11បងប្អូនកុំភ្លេចជួយចុច Subscribe Like Share ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជារៀងរាល់ថ្ងៃបងប្អូនដែលកើតចំឆ្នាំកុរខ្ញុំសូមជំរាបប្រាប់ថារាល់ដងជាអូនបងប្អូនរៀងដាក់និស្ស័យបងប្អូនរៀងដាក់ក៏ប៉ុន្តែចូលមកដល់ខែ11ហ្នឹងគឺរាសីបងប្អូនបើករហូតដល់80%បងប្អូនថាអាចចាប់ឱកាសហេងនឹងបានដែរឬទេបងប្អូនអាចនឹងសម្រេចកិច្ចការតូចធំអ្វីដែលបងប្អូនធ្លាប់ធ្វើពីមុនមកអាចនឹងសម្រេចនៅក្នុងខែ11ហ្នឹងអញ្ចឹងបងប្អូនរៀបគម្រោងឬក៏បញ្ចេញស្នាដៃបងប្អូនឲ្យហើយទៅមិនថាការងារមិនថារកស៊ីទេសូម្បីតែអ្វីដែលយើងពងថាចង់លក់ដីចង់លក់ផ្ទះអាចនឹងថាមានភ្ញៀវចូលមកសួរយើងហើយនៅក្នុងខែ11ហ្នឹងបងប្អូនគួរតែរៀបចំហុងស៊ុយបន្ថែមដើម្បីឲ្យផ្ទុះលាភមានភ្ញៀវចូលទិញកាន់តែច្រើននិងធ្វើឲ្យខ្លួនឯងជួបប្រទះនឹងសំណាងបើសិនជាបងប្អូនក្នុងខ្លួនអត់មានអីសោះដើម្បីបង្កើនលាភបងប្អូនអាចថារៀបចំជានឹងផ្ទះឬក្នុងផ្ទះសម្បែងយ៉ាងទៅឬក៏យើងពាក់វត្ថុមង្គលប្រចាំខ្លួនដូចជាអង្កាំខ្សែដៃដែលនាំសំណាងនាំលាភដែលត្រូវចំធាតុយើងថ្ងៃខែឆ្នាំកំណើតយើងពងកម្មខ្សែដៃតតែយើងរៀបចំឲ្យត្រូវធាតុទើបពាក់ទៅហេងអត់អាចទិញពីផ្សារមកពាក់ដោយខ្លួនឯងបានទេបងប្អូននឹងជួបប្រទះរឿងសូយកើនឡើងជាងមុនទៀតឬបងប្អូនពាក់បតោខ្សែកដែលត្រូវតំណាងធាតុបងប្អូនដែលខ្ញុំជំរាបប្រាប់ថាជារបស់មង្គលនឹងឯងដើម្បីខ្លួនឯងជួបលាភអញ្ចឹងខ្ញុំសូមជំរាបប្រាប់ថាមនុស្សដែលកើតចំឆ្នាំកុរនៅក្នុងខែ11ទស្សនវិជ្ជាទូទៅអំពីការងារមើលឃើញថាមានភាពរវល់និងមមាញឹកច្រើនណាស់ការងារចេះតែចូលមកហើយើងម្នាក់ចេះចូលមកហើយើងដូចជាមើលទៅដូចជាបង្កបញ្ហាអញ្ចឹងក៏ប៉ុន្តែជាក់ស្ដែងគឺគេមានទំនុកចិត្តលើយើងគេជឿជាក់លើយើងលើឆ្នាំកុរហ្នឹងគេជឿជាក់ថាមនុស្សដែលកើតឆ្នាំកុរហ្នឹងគឺធ្វើការងារនឹងបានជួយបានហើយគេមកពឹងពាក់គេមកហើយើងអញ្ចឹងយើងគួរតែជួយគេទៅនៅក្នុងខែ11នេះទោះជាមិនបានគុណស្រីក៏ដោយក៏យើងបានបញ្ចេញស្នាដៃនិងសមត្ថភាពរបស់យើងចេញទៅក្រៅដែរអញ្ចឹងបើគេមិនដឹងគុណយើងនៅក្នុងខែ11នេះបងប្អូនគួរតែចំណាំមុខមនុស្សបែបហ្នឹងទុកទៅវាដូចជាគេបង្ហាញលាតមុខតណ្ដាងមនុស្សអាក្រក់និងមនុស្សល្អឲ្យយើងឃើញតែម្ដងនៅក្នុងខែ11ហ្នឹងអញ្ចឹងទស្សនវិជ្ជាទូទៅនៅក្នុងការងាររបស់បងប្អូនគួរតែប្រុងប្រយ័ត្នរឿងមនុស្សដែលចូលមករោយើងហើយរោទៀតលក្ខណៈថាគេរោយើងជួយក៏ប៉ុន្តែវាច្រើនដងពេកអញ្ចឹងបុគ្គលហ្នឹងគឺនាំបញ្ហាមកលើយើងហើយអញ្ចឹងបងប្អូនអ្វីដែលបងប្អូនគួរជៀសបានគឺជៀសវាងពាក្យសម្ដីទាស់តែងគ្នាគេហៅថាចំនួនកើតឡើងបងប្អូននឹងខាតលៀបនៅក្នុងការងារហ្នឹងអញ្ចឹងបងប្អូនគួរតែប្រយ័ត្ននៅត្រង់ហ្នឹងហើយអំពីរឿងរ៉ាវដែលបងប្អូនត្រូវឆ្លោះគ្នាគឺជាមួយនឹងមនុស្សផ្ទុយភេទនិងភេទដូចគ្នាតែម្ដងនៅក្នុងខែ11ហ្នឹងអញ្ចឹងត្រូវប្រយ័ត្នកុំទៅវែកញែកអំពីកំហុសរៀងខ្លួនបើមានបញ្ហាក្នុងក្រុមការងារស្ងាត់ហើយដើរចេញទៅហើយរឿងស្នាដៃអំពីរឿងការងារបងប្អូនគួរតែបង្ហាញទៅកាន់ថ្នាក់លើមេរបស់យើងឬក៏យើងបញ្ចេញគម្រោងហ្នឹងទៅធ្វើនៅក្នុងកន្លែងការងារស្ថាប័នឬក្រុមហ៊ុនយើងតែម្ដងអញ្ចឹងបងប្អូននឹងទទួលបានលទ្ធផលល្អនិងហេងចូលនៅក្នុងខែ11ហ្នឹងហើយបើបងប្អូនឆ្នាំកុរហ្នឹងបែបជាសូរទៅវិញជួបតែបញ្ហាហើយជួបតែរឿងខាតបង់បងប្អូនគួរតែឆែកតួរាសីខ្លួនឯងមើលថាបងប្អូនមានតួរាសីណាដែលឆុងជាមួយបងប្អូនដូចជាឆ្នាំអាសាញ់ឬក៏ឆ្នាំវោកដែលជាឆ្នាំឆុងជាមួយយើងដែលអត់ក្នុងតួរាសីតួខែតួថ្ងៃតួម៉ោងអីហ្នឹងអញ្ចឹងបងប្អូនមានបងប្អូននឹងជួបរឿងសូរហើយខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយអំពីរឿងទិដ្ឋភាពការរកស៊ីវិញការរកស៊ីមើលឃើញថាបងប្អូននៃការឆ្នាំកុរគួរតែរៀនបញ្ចេញស្នាដៃនិងគេហៅថាអភិវឌ្ឍនៅក្នុងការលក់ដូរជំនួញរបស់យើងមិនថាម Global ណាទេចឹងបងប្អូនគួរតែរៀនប្រើភាសាឲ្យផ្អែមល្ហែមទៅកាន់អតិថិជនទៅកាន់ភ្ញៀវយើងដើម្បីយើងស្រូបទាញដូចជាដាក់ស្នេហ៍ទៅលើគេទៅតាមពាក្យសម្ដីហ្នឹងឲ្យគេជឿជាក់លើការលក់ដូរយើងគេស្រឡាញ់ចូលចិត្តស្រូបទាញភ្ញៀវអញ្ចឹងមានថាភ្ញៀវចាស់ភ្ញៀវថ្មីគឺមករកយើងហើយនៅក្នុងខែ11ហ្នឹងហើយបងប្អូនអាចនឹងថាដើមខែ11ហ្នឹងបងប្អូនទ
ទទួលបានលាភទទួលបានជ័យឬក៏លក់ដាច់ខ្លាំងនៅដើមខែអញ្ចឹងទៅដល់ពាក់កណ្ដាលខែរៀងស្បោយតិចតួចអញ្ចឹងបងប្អូនអត់អីទេដោយសារតែជាតួរាសីមួយដែលយើងទទួលបានបែបហ្នឹងអញ្ចឹងដើមខែបងប្អូនសម្រុកទៅសម្រុកលក់សម្រុកប្រើគេហៅថាយុទ្ធសាស្ត្ររបស់ខ្លួនឯងដើម្បីទទួលលាភហ្នឹងអញ្ចឹងបងប្អូននឹងរីកចម្រើនលុយនៅក្នុងហ្នឹងហើយកាក់កបជាងមុនហើយបើសិនជាបងប្អូនរាំងស្ទះនៅក្នុងអាជីពការរកស៊ីខ្លួនឯងដូចខ្ញុំជំរាបប្រាប់អញ្ចឹងឆែកមើលតួរាសីថ្ងៃខែឆ្នាំកំណើតហេតុអីមនុស្ស100នាក់គេទទួលបានលាភរហូតដល់80នាក់យើង20នាក់ដែលកើតឆ្នាំកុរនេះអត់ដែលហេងអត់ដែលសំណាងសោះអញ្ចឹងអាចថាយើងកើតមកគឺឆុងម៉ោងឆុងពេលវេលាជាមួយនឹងតួរាសីឆ្នាំរបស់យើងអញ្ចឹងយើងគួរតែកែប្រែឬក៏ពាក់វត្ថុមង្គលដើម្បីទប់ស្កាត់អំពីបញ្ហាឆុងទាំងអស់ហ្នឹងអញ្ចឹងខ្ញុំសូមជំរាបប្រាប់បន្តទៀតថាអំពីរឿងទិដ្ឋភាពរឿងហិរញ្ញវត្ថុរឿងហិរញ្ញវត្ថុបើសិនជាបងប្អូនចេះគិតគូរចេះគេហៅថាមានលិះត្រឹមត្រូវដើម្បីកត់ចំណាំដាក់បញ្ជីរឿងចំណូលចំណាយនិងលុយសន្សំទុកនិងលុយចាយវាបងប្អូននឹងសល់លុយច្រើននៅក្នុងខែ11ហ្នឹងអាចថាបងប្អូនធ្លាប់សល់បាន10ទៅដល់ខែ11បងប្អូនសល់បាន30នោះវាកើនទ្វេដងអាចថា1គុណ2គុណ3ចឹងទៅអញ្ចឹងបងប្អូនអាចថារៀបចំតាមខ្ញុំប្រាប់មួយហ្នឹងទៅបងប្អូននឹងសល់លុយសល់កាក់នៅក្នុងខែ11នេះជាមិនខានហើយសម្រាប់អំពីទិដ្ឋភាពគ្រួសារទិដ្ឋភាពគ្រួសារគឺមើលឃើញថាមនុស្សដែលកើតចំឆ្នាំកុរគឺគួរតែប្រយ័ត្នអំពីជនទី3ចូលមកឆាប់ឆក់យកបេះដូងជាទីស្រឡាញ់របស់យើងឃើញថារាសីឆ្នាំកុរគឺបើកហើយមនុស្សជាទីស្រឡាញ់ផ្សេងក៏គេចង់បានដៃគូស្នេហាយើងទៅដែរដូចជាបើយើងមានប្តីប្រពន្ធមើលប្រយ័ត្នមែនតែនមនុស្សដែលធ្លាប់មកតាក់ទងយើងថារាប់អានធម្មតាអាចថាគេបែកគំនិតចង់បានយើងជាគូតទៅមុខទៀតហើយសម្រាប់រឿងជើងផិតក្បត់ជារឿងមួយទៀតអាហ្នឹងសំខាន់បំផុតគឺបេះដូងយើងរាសីយើងបើកស្នេហ៍យើងក៏បើកអញ្ចឹងមានអ្នកមកស្រឡាញ់យើងហើយអញ្ចឹងកុំធ្វើប្រហែសប្រយ័ត្នបែកបាក់គ្រួសារហើយឈានទៅដល់ការលែងលះហើយបើសិនជាបងប្អូននៅកាលឆ្នាំកុរកំពុងតែមានបញ្ហាប្រឈមមុខគ្នាក្នុងការជួបគ្នាលែងលះបងប្អូនគួរតែសម្រួលគ្នានៅក្នុងខែ11ទៅភាគរយដែលត្រូវគ្នាមកវិញចន្លោះរហូតដល់ 70% អញ្ចឹងការបែកបាក់គ្នាត្រឹមតែ 30% តែប៉ុណ្ណោះអញ្ចឹងបងប្អូនរៀននិយាយភាសាផ្អែមល្ហែមរៀនអធ្យាស្រ័យយោគយល់គ្នាស្នេហាបងប្អូននឹងទទួលបានលទ្ធផលល្អមកវិញជាមិនខានខ្ញុំសូមជំរាបប្រាប់បងប្អូនបន្តទៀតថាអំពីអ្នកមានស្នេហាវិញក៏មិនសូវខុសពីមនុស្សដែលមានប្តីប្រពន្ធដែរក៏ប៉ុន្តែមនុស្សដែលមានស្នេហាជាសង្សារបើជនទី3ចូលមកឆាបហើយគឺបាត់បង់ស្នេហានឹងហើយនឹងបែកបាក់គ្នាមិនងាយចុះសម្រុងគ្នាវិញទេជាងគួរតែប្រយ័ត្នត្រង់ហ្នឹងហើយមនុស្សកាលឆ្នាំកុរឃើញថានៅក្នុងខែ11នេះគឺគូយើងមកដល់ហើយយើងចាំទទួលយកគូហើយយើងជ្រើសរើសត្រឹមត្រូវនៅក្នុងហ្នឹងដើម្បីថាចាប់ដៃគ្នាទៅថ្ងៃអនាគតបានណាកុំលក្ខណៈថាស្រឡាញ់តែមួយឆាវហើយយកខ្លួនប្រាណនាងខ្លួនហើយក៏បែកបាក់គ្នាអញ្ចឹងធ្វើឲ្យបងប្អូនខាតបង់លាភនៅក្នុងខែ11ដូចគ្នាដែរហើយសម្រាប់អំពីបញ្ហាសុខភាពមើលឃើញថាមនុស្សកើតឆ្នាំកុរនេះគឺមានអាការៈឈឺស្កាត់ក៏ប៉ុន្តែជាទូទៅក៏ចូលចិត្តទ្រាំអញ្ចឹងបងប្អូនកើតឆ្នាំកុរបើឈឺនៅក្នុងខែ11គួរតែទៅរកពេទ្យព្យាបាលទៅកុំទ្រាំប្រយ័ត្នឈឺធ្ងន់គឺចូលដល់ខែ12គឺឈឺហើយអាចថាយើងឈឺតិចតួចពីខែ11យើងទៅឈឺខ្លាំងខែ12អញ្ចឹងក្នុងខែ11បើឈឺមុំទៅរកពេទ្យរកអីព្យាបាលជំងឺហ្នឹងទៅហើយបើអាចចាស់គួរតែមានថ្នាំបកាទុកថ្នាំលើសឈាមថ្នាំហូបអីផ្សេងដែលថាយើងធ្លាប់ឈឺពីមុនមកហ្នឹងគឺដាក់សួរគួរទៅកុំឲ្យជំងឺចាស់ហ្នឹងរើឡើងហើយអំពីបញ្ហាសុខភាពទូទៅមើលឃើញថាឈឺស្កាត់ដូចជាផ្ដាសាយអីធម្មតាឈឺក្បាលអីចឹងទៅអញ្ចឹងគួរតែប្រយ័ត្នត្រង់ហ្នឹងដែរបងប្អូនអាចថាទៅហាត់ប្រាណមួយថ្ងៃបាន1ម៉ោងឬក៏កន្លះម៉ោងទៅឬក៏បងប្អូនទៅញ៉ាំអាហារណាដែលមានជំនួយដល់សុខភាពយើងល្អប្រសើរដើម្បីយើងគេចផុតពីបញ្ហាទាំងអស់ហ្នឹងបងប្អូនបើសិនជាបងប្អូនចង់ឲ្យផ្ទុះលាភផ្ទុះជ័យតែម្ដងនៅក្នុងខែ11បងប្អូនគួរតែប្រើប្រាស់នៅវត្ថុមង្គលដូចជាកម្មផ្សាយដៃបតោសកោរៀបចំកន្លែងជានឹងផ្ទះក្នុងផ្ទះយើងកន្លែងធ្វើការស៊ីតិចតួចទៅដើម្បីឲ្យផ្ទុះលាភផ្ទុះជ័យហើយយើងរៀបលេខសំណាងរៀបពណ៌សំណាងទិសសំណាងទៀតទៅនៅក្នុងខែ11បងប្អូននឹងជួបប្រទះនឹងហេងជាមិនខានអញ្ចឹងខ្ញុំសូមជំរាបជូនថាអំពីលេខសំណាងអញ្ចឹងលេខសំណាងសម្រាប់មនុស្សដែលកើតឆ្នាំកុរគឺធ្វើឲ្យយើងនឹងជួបប្រទះរឿងហេងធ្វើឲ្យយើងនឹងជួបនៅរឿងល្អជាច្រើនក្នុងជីវិតអញ្ចឹងសូមជំរាបប្រាប់ថាលេខសំណាងសម្រាប់មនុស្សដែលកើតឆ្នាំកុរគឺជាលេខ225លេខ225គឺជាលេខដែលសំណាងសម្រាប់បុគ្គលដែលកើតចំឆ្នាំកុរបងប្អូនគួរតែបើសិនជាអាចបងប្អូនថាចង់ដូរលេខស័ព្ទថ្មីបងប្អូនគួរតែប្រើប្រាស់លេខ225ហ្នឹងនៅក្នុងលេខទូរស័ព្ទបងប្អូននៅក្នុងមួយខ្សែបងប្អូនត្រូវតែមានលេខហ្នឹងនៅក្នុងខែ
11អញ្ចឹងបងប្អូនអាចថាយកលេខនេះទៅប្រើជាមួយលេខស័ព្ទថ្មីទៅបើកកុងធនាគារថ្មីទៅឬក៏បងប្អូនច្នៃលេខហ្នឹងកាត់បិទលើតុលើផ្ទះយើងស្រេចតែយើងឯងហើយបងប្អូនអាចថាទិញម៉ូតូទិញឡានថ្មីក៏ប្រើលេខហ្នឹងបានដែរហើយជាពិសេសបងប្អូនអាចសម្រេចចិត្តនៅក្នុងថ្ងៃទី2ថ្ងៃទី5ថ្ងៃទី22ថ្ងៃទី25អញ្ចឹងបងប្អូនអាចថាយកថ្ងៃដែលសម្រេចចិត្តទៅប្រជុំឬក៏ការបើកមុខរបរថ្មីឬក៏ការធ្វើអាជីវកម្មយើងនឹងនៅក្នុងថ្ងៃហេងហ្នឹងអញ្ចឹងបងប្អូននឹងជួបប្រទះនឹងហេងនៅក្នុងខែ11នេះជាមិនខានអញ្ចឹងសម្រាប់លេខសំណាងគឺបែបហ្នឹងអញ្ចឹងសម្រាប់លេខសោយលេខឆុងវិញថាជាលេខអ្វីអញ្ចឹងខ្ញុំសូមជម្រាបជូនដល់បងប្អូនថាសម្រាប់លេខឆុងមនុស្សដែលកើតឆ្នាំកុរនៅក្នុងខែ11នេះគឺជាលេខ166លេខ166គឺជាលេខឆុងសម្រាប់បុគ្គលដែលកើតចំឆ្នាំកុរបងប្អូនគួរតែគេចផុតពីលេខ166ហ្នឹងទៅកុំឲ្យបងប្អូនជួបប្រទះនៅរឿងឆុងរឿងសោយនានាបើសិនជាបងប្អូនកំពុងតែមានលេខទូរស័ព្ទនៅក្នុងដៃបងប្អូនប្រើប្រាស់កុងធនាគារឬក៏លេខម៉ូតូលេខអីហ្នឹងគឺលេខហ្នឹងគឺសោយសម្រាប់បងប្អូនហើយនៅក្នុងខែ11ហ្នឹងខ្ញុំសូមប្រាប់បែបហ្នឹងឯងហើយសម្រាប់អំពីរឿងរ៉ាវពណ៌សំណាងអញ្ចឹងពណ៌សំណាងសម្រាប់បុគ្គលដែលគាត់កើតឆ្នាំកុរនេះបើសិនជាអាចបងប្អូនថាពាក់កៅអៅប្រចាំថ្ងៃដូរកាមេរ៉ាពុកគេងដូរកាមេរ៉ាតុកយើងធ្វើការអញ្ចឹងឬក៏យើងទៅប្រើប្រាស់មិនឲ្យឆ្នៃទៅតាមពណ៌ហ្នឹងដើម្បីឲ្យយើងជួបលាភជោគជ័យដូចជាពណ៌ background ក្រោយខ្នងខ្ញុំអីចឹងបងប្អូនមានកន្លែងធ្វើការបងប្អូនមាន background បែបហ្នឹងបងប្អូនដូរទៅតាមហ្នឹងទៅអញ្ចឹងក៏អាចបងប្អូនទូសលាភទូសជ័យបានផងដែរអញ្ចឹងខ្ញុំសូមជម្រាបជូនថាអំពីពណ៌សំណាងសម្រាប់មនុស្សដែលកើតចំឆ្នាំកុរមានដូចជាពណ៌លឿងពណ៌មាសនិងពណ៌ត្នោតពណ៌លឿងពណ៌មាសពណ៌ត្នោតគឺជាពណ៌ដែលនាំសំណាងដល់មនុស្សកើតឆ្នាំកុរស្រូបទាញនៅលុយនៅកាក់រឿងហេងនានាពេលធ្វើកិច្ចការងារណាមួយចឹងដូចជាមានទំនុកចិត្តចេញពីក្នុងខ្លួនចេញពីក្នុងបេះដូងចេញពីរាងកាយហើយយើងជឿជាក់លើខ្លួនឯងតែម្ដងអំពីការងារមួយហ្នឹងហើយក៏ទទួលបានលាភពីពណ៌ហ្នឹង10%ផងដែរអញ្ចឹងបើយើងបូកផ្សំគុំគ្នាទៅវិញទៅមកនៅក្នុងតួរាសីយើងនឹងលេខហេងរបស់យើងនឹងពណ៌ហេងរបស់យើងវាកើនឡើងទៅតាមហ្នឹងតែបើយើងពាក់ពណ៌ឆុងយើងរៀបចំរបស់ឆុងដាក់ចូលផ្ទះយើងក៏ធ្លាក់ចុះអំពីរឿងហេងនឹងផងដែរអញ្ចឹងបងប្អូនគួរតែមើលមិនមែនថាឆ្នាំយើងហេងហើយយើងធ្វើអីទៅពីទៅទៅហេងទេអត់ទេគឺវានឹងធ្លាក់ចុះទៅតាមអ្វីដែលយើងធ្វើដូចគ្នាអញ្ចឹងខ្ញុំសូមជម្រាបប្រាប់បន្តទៀតថាអំពីពណ៌ឆុងមនុស្សដែលកើតចំឆ្នាំកុរនេះមានដូចជាពណ៌ក្រហមពណ៌ខៀវពណ៌បៃតងពណ៌ក្រហមពណ៌ខៀវពណ៌បៃតងគឺជាពណ៌ឆុងពណ៌អន្តរាយមនុស្សដែលកើតចំឆ្នាំកុរនឹងឯងបងប្អូនគួរតែជៀសឲ្យឆ្ងាយអំពីពណ៌ទាំងអស់ហ្នឹងកុំឲ្យធ្វើឲ្យយើងនឹងប្រើប្រាស់ពណ៌ហ្នឹងហើយមានរឿងមានអាស្រូវចូលក្នុងផ្ទះចូលក្នុងក្រុមគ្រួសារនិងការងារការរកស៊ីរបស់យើងអញ្ចឹងបងប្អូនគួរតែគេចផុតអំពីពណ៌ហ្នឹងទៅមើលទៅអត់ល្អទេសម្រាប់បងប្អូនហើយបើសិនជាបងប្អូនចង់ឲ្យហេងជាងនឹងទៀតបងប្អូនគួរតែប្រើប្រាស់ទិសសំណាងឧទាហរណ៍ថាបងប្អូនកំពុងតែលក់នៅទីនេះទីនោះអញ្ចឹងទៅនៅក្នុងខែ11នេះអញ្ចឹងសម្រាប់មនុស្សដែលកើតឆ្នាំកុរមានទិសសម្រាប់ឲ្យហេងអញ្ចឹងបងប្អូនគួរតែបង្វែរតុធ្វើការក្រែគេងក្បាលតនេករបស់យើងគេងហ្នឹងណាឬក៏វត្ថុតាំងវត្ថុមង្គលក្នុងផ្ទះហ្នឹងទៅដាក់ឲ្យចំទិសហេងហ្នឹងអញ្ចឹងបងប្អូននឹងទទួលបាននៅលាភនៃជ័យនៅក្នុងការដែលបងប្អូនរៀបចំនឹងដូចគ្នាអញ្ចឹងខ្ញុំសូមជម្រាបប្រាប់អំពីទិសសំណាងមនុស្សដែលកើតចំឆ្នាំកុរអញ្ចឹងឆ្នាំកុរទិសសំណាងគឺមានដូចជាទិសពីយប់ទិសនិរតីនិងទិសខាងជើងទិសពីយប់ទិសនិរតីនិងទិសខាងជើងគឺជាទិសដែលធ្វើបងប្អូនផ្ទុះលាភធ្វើបងប្អូនស្រូបទាញនៅថាមពលហេងចូលក្នុងខ្លួនហើយរឿងលុយរឿងកាក់ក៏ហត់ចូលមកបងប្អូនច្រើនបានផងដែរអញ្ចឹងទិសទាំងអស់ហ្នឹងគឺជាទិសហេងបងប្អូនអាចថាវាយដំស្វានឬក៏ជួសជុលផ្សេងគឺអត់មានបញ្ហាអីទេឬក៏កាយកុនអីក៏បានដែរនៅក្នុងផ្ទះបងប្អូនឬកន្លែងហាស៊ីកន្លែងអាជីវកម្មតុកធ្វើការតុកគិតលុយនៅកន្លែងដែលបងប្អូនចាំបាច់បងប្អូនបាយទៅទិសហេងនឹង3ទៅដើម្បីឲ្យខ្លួនឯងមានលាភមានជ័យហើយសម្រាប់អំពីទិសឆុងមនុស្សដែលកើតចំឆ្នាំកុរនេះមានដូចជាទិសអាធ្នេយ៍អញ្ចឹងទិសអាធ្នេយ៍នៅក្នុងខែ11គឺឆុងជាមួយនឹងមនុស្សដែលកើតចំឆ្នាំកុរនេះហើយអញ្ចឹងបងប្អូនគួរប្រយ័ត្នអំពីទិសអន្តរាយទិសអាធ្នេយ៍ហ្នឹងហើយខ្ញុំសូមជំរាបប្រាប់បន្តទៀតថាកុំភ្លេចអំពីមនុស្សដែលឆ្នាំឆុងជាមួយយើងគួរតែប្រយ័ត្នប្រយែងអំពីអាជីវកម្មនៅក្នុងការងារនិងការរស់នៅមានម្ដាយមានកូនជុំគ្នាការចំឆ្នាំឆុងគឺគ្រួសារហ្នឹងរស់នៅលកម្មលកហើយអញ្ចឹងទី1ឆុងខ្លាំងបំផុតគឺឆ្នាំវោកហើយឆ្នាំឆុងបន្ទាប់គឺឆ្នាំម្សាញ់អញ្ចឹងបងប្អូនគួរតែប្រយ័ត្នអំពីឆ្នាំ2ហ្នឹងសិនទៅបើក្នុងខែ11មានដៃគូអាជីវកម្មការងារការរកស៊ីមួយយើងមានឆ្នាំហ្នឹងបងប្អូនគួរតែលាក់អំពីកម្រងយើងអំពីរឿងរបស់យើងកុំឲ្យគេដឹងអញថាយើងបែកធ្លាយរឿងអាស្រូវរបស់យើង
ទៅកាន់មនុស្សមួយហើយមួយទៀតតហើយតទៀតអញ្ចឹងអត់ល្អទេសម្រាប់ជីវិតអញ្ចឹងជាចុងក្រោយបើបងប្អូនមានចម្ងល់ចង់សាកសួរបន្ថែមអំពីបញ្ហាឬក៏សំណាងល្អមនុស្សឬការចាំកលនឹងឬក៏វត្ថុសំណាងផ្សេងៗដែលត្រូវប្រើប្រាស់បងប្អូនអាច comment ក្រោមវីដេអូនេះបានខ្ញុំនឹងជំរាបជូនបងប្អូនឬក៏បងប្អូនតាក់ទងមកកាន់លេខ Telegram ខ្ញុំបានដូចគ្នាដែរជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា